ដាច់បបរធបដីហ៊ុនម៉ាណែតកម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយដែលធ្វើឲ្យបាត់បង់ដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាទេសម្ដេចធបដីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីបានលើកឡើងតាមបណ្ដាញសង្គមនៅថ្ងៃទី19ខែតុលានេះដើម្បីឆ្លើយតបទៅនឹងអត្ថាធិប្បាយមួយចំនួនតាមបណ្ដាញសង្គមដែលបានលើកឡើងថាកិច្ចព្រមព្រៀងបទឈប់បាញ់នៅថ្ងៃទី28ខែកក្កដាឆ្នាំ2025កន្លងទៅនិងកិច្ចព្រមព្រៀងសន្តិភាពនាពេលខាងមុខគឺជាធ្នូនៃការធ្វើឲ្យកម្ពុជាបាត់ដីសម្ដេចធបដីហ៊ុនម៉ាណែតសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិដោយសង្ខេបថាកិច្ចព្រមព្រៀងបទឈប់បាញ់28កក្កដា2025គឺនិយាយអំពីលក្ខខណ្ឌនិងក្រមប្រតិបត្តិនានាដើម្បីបញ្ជាកុំឲ្យមានការបាញ់គ្នាឡើងវិញកិច្ចព្រមព្រៀងសន្តិភាពដែលក្រុងទុកធ្វើនៅពេលខាងមុខគឺនិយាយអំពីការរៀបចំលក្ខណៈនិងក្រមប្រតិបត្តិនានាសម្រាប់បង្កើតនិងធានាបរិយាកាសអំណោយផលដើម្បីឈានទៅបញ្ចប់ជម្លោះនិងស្ដារឡើងវិញនៅទំនាក់ទំនងរវាងប្រទេសនិងប្រទេសទោះជានៅក្នុងកិច្ចព្រមព្រៀងទាំងពីរនេះមិនមាននិយាយអំពីបញ្ហាពាក់ព័ន្ធទឹកដីឬព្រំដែនក៏មិនមែនមានន័យថាភាគីទាំងពីរណាមួយត្រូវយល់ព្រមបបង់សិទ្ធិស្របច្បាប់ក្នុងការគ្រប់គ្រងទឹកដីដែលស្ថិតនៅក្នុងដែនអធិបតេយ្យភាពរបស់ខ្លួននោះទេការងារលក្ខខណ្ឌសីមានិងបបបង្គាប់ព្រំដែនគោលគឺស្ថិតនៅក្រោមសមត្ថកិច្ចរបស់គណៈកម្មាធិការព្រំដែនចម្រុះកម្ពុជាថៃ JBC ហើយដែលត្រូវដោះស្រាយបញ្ហាដោយសន្តិវិធីស្របតាមសន្ធិសញ្ញាអនុសញ្ញានិងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរកម្ពុជាថៃសរុបដោយខ្លីខ្ញុំសូមបញ្ជាក់ជូនបងប្អូនជនរួមជាតិថា1កម្ពុជាមិនបានឯកភាពលើកិច្ចព្រមព្រៀងណាមួយដោយរាប់ទាំងកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី28កក្កដា2025និងកិច្ចព្រមព្រៀងសន្តិភាពដែលក្រុងទុកចុះហត្ថលេខានៅពេលខាងមុខដែលនឹងធ្វើឲ្យបាត់បង់ដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជាទេ2រដ្ឋាភិបាលកម្ពុជាក៏មិនដែលភ្លេចឬបោះបង់កាតព្វកិច្ចនិងសិទ្ធិស្របច្បាប់របស់ខ្លួនក្នុងការការពារដែនអធិបតេយ្យភាពនិងបូរណភាពទឹកដីកម្ពុជាដែរ